ជាថ្ងៃចាប់ផ្ដើមនៃការកសាងកម្លាំងប្រវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយក៏ជាថ្ងៃកកើតនៅអង្គភាពដំបូងដែលហៅថា125គឺមានន័យថា12ខែឧសភានេះឯង12ខែ5នេះគឺជារបៀបដាក់លេខអង្គភាពតបកាលពីពេលនោះបើបង្កើតថ្ងៃ12អញ្ចឹងខែ5យើងដាក់125បន្តទៅខ្ញុំនៅចាំថាយើងដាក់កងវរៈសេនាតូច226បានសក្តិថានៅថ្ងៃទី26ណា226ថ្ងៃ20ខែ6ថ្ងៃអត់ទេតែអង្គភាពខ្ញុំនៅ8ឆ្នាំ78បានសក្តិថា246គឺនៅថ្ងៃទី24ខែ6ទៅបង្កើតកងវរៈសេនាតូចដំបូងចឹងទេខ្ញុំពិតជាមានការអរគុណជាមួយនឹងការសម្រេចចិត្តយកនៅថ្ងៃនេះហើយខ្ញុំគឺជាមេបញ្ជាការដែលជាអ្នកបង្កើតនៅកងកម្លាំងប្រវុធសាមគ្គីសង្គ្រោះជាតិនេះឡើងហើយដែលចាប់ផ្ដើមពីអង្គភាព125គឺនៅថ្ងៃទី12ខែឧសភាដែលពេលនេះនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រាប់ទទួលយកថ្ងៃនោះធ្វើជាថ្ងៃទិវាអតីតយុទ្ធជន